ភ្ញៀវមួយចំនួនគាត់គិតថាការចំណាយទៅលើការងារសិក្សាប្លង់ហ្នឹងវាជារឿងមួយដែលមិនចាំបាច់គាត់គ្រាន់តែនឹកឃើញធ្វើអីឬក៏មាន design តែបន្តិចបន្តួចយកពីនេះពីនោះឬក៏ការសិក្សាហ្នឹងវាអត់បានគ្រប់ជ្រុងជ្រោយទេគាត់គិតថាគាត់អាចសាងសង់បានមែនតើទៅចំណុចហ្នឹងវាធ្វើឲ្យគម្រោងឬក៏ការងារសិក្សាប្លង់វាលំបាកពេលខ្លះគាត់អាចជួបនៅបទពិសោធន៍មុនជាមួយសិប្បករដែលគាត់មានចំណុចខ្វះខាតច្រើនហ្នឹងធ្វើឲ្យគាត់រំពឹងទុកថាសិប្បករទាំងអស់គឺมันមានចំណុចមួយដែលល្អប្រសើរជាក់ស្ដែងគឺដូចបច្ចុប្បន្នយើងមានក្រុមការងារផ្នែកខាងសិប្បកម្មគាត់សិក្សាគម្រោងអគារផ្នែក interior design គឺគាត់មានសិក្សាលំហខាងក្នុងបន្ទាប់ពីនោះទៀតគឺយើងមានក្រុមការងារផ្នែកខាងដំឡើងជារូបភាព 3D ក៏ដូចជា rendering ការសិក្សាគម្រោងប្លង់ត្រូវការអ្នកជំនាញផ្សេងទៀតដើម្បីចូលរួមដូចជាវិស្វករ engineer ដើម្បីគាត់សិក្សាពីគ្រឿងបន្គុំសំណង់វិស្វករផ្នែក mechanic ដែលគេហៅថា MEP បន្ទាប់ពីហ្នឹងគឺយើងចាប់ផ្ដើមធ្វើជាប្លង់ construction drawing មួយដែលវាមានលក្ខណៈព័ត៌មានបច្ចេកទេសគ្រប់គ្រាន់ដើម្បីអាចយើងលើកគម្រោង BQ បានដែលគេហៅថាបញ្ជីបណ្ណតម្លៃគម្រោងនៅពេលដែលយើងសិក្សាទៅដល់ចំណុចហ្នឹងគឺយើងរកឃើញថាតើស្ថិតទៅក្នុងបទចិត្តភ្ញៀវដែលគាត់កំណត់ឬក៏លើសឬក៏ខ្វះគឺយើងអាចកែសម្រួលទៅលើប្រភេទគុណភាពនៃសម្ភារៈដែលយើងប្រើប្រាស់ឲ្យចូលទៅក្នុងបទចិត្តដែលភ្ញៀវគាត់មានកញ្ចប់ថវិកាក្នុងការចំណាយហ្នឹងដើម្បីយើងធ្វើការងារសាងសង់បានដោយប្រកាសថាការឋានរបស់យើងទៅតាម workflow ទៅតាមការ design របស់ architect ជាមួយនឹងតម្រូវការរបស់ភ្ញៀវហើយនិង budget យើងមានព័ត៌មានមួយចំនួនដែលយើងត្រូវតែ checklist មុននឹងយើងយកប្លង់ហ្នឹងមកសាងសង់ប្លង់ architect របស់យើងហ្នឹងមានព័ត៌មានគ្រប់គ្រាន់អត់ដើម្បីឲ្យជាងគាត់អាចធ្វើការសាងសង់បានជាមួយនឹងបញ្ជាក់នៅ material ជាមួយនឹងបរិក្ខារក្នុងការប្រើប្រាស់ផងដែរការងារទាំងអស់ហ្នឹងទៅផ្ទៀងផ្ទាត់ជាមួយនឹងខ្សែជាក់ស្ដែងថាប្លង់ដែល architect បានប្រផុសមកជាមួយនឹង material ដែលប្រើប្រាស់ហ្នឹងគឺមានអត់ប្លង់ហ្នឹងគឺត្រូវជាមួយនឹងខ្សែជាក់ស្ដែងអត់ material ក្នុងការប្រើប្រាស់បើសិនជាយើងអត់បានគិតក្នុងការធ្វើជាក់ស្ដែងឬក៏រក sourcing ពី supplier ណាដែលមានការទទួលខុសត្រូវខ្ពស់ឬក៏អ្វីដែលដាក់ហ្នឹងគឺគ្មានគុណភាពប្រកាសណាស់ថាការងាររបស់យើងហ្នឹងវាប្រកាសជាអត់បានល្អដូចដែលយើងរំពឹងទុកទេវិធីដោះស្រាយរបស់យើងតែងតែព្យាយាមឲ្យគាត់សិក្សាប្លង់ឲ្យបានគ្រប់គ្រាន់មានថាទាំង schematic design ទាំង plan construction drawing ហើយនឹងបញ្ជាក់នៅ material specification ដើម្បីឲ្យការងារហ្នឹងមានព័ត៌មានគ្រប់ហើយនឹងជំរុញឲ្យគាត់រហូតដល់សិក្សាប្លង់គ្រឿងបង្គុំឬក៏ប្រព័ន្ធទឹកភ្លើងបន្ថែមយើងត្រូវតែច្បាស់ថាក្រុមការងាររបស់យើងដូចជា site manager site engineer ហ្នឹងគាត់ដឹងថាការងារហ្នឹងត្រូវធ្វើពីណាទៅណានិងបែងចែកក្រុមរបៀបម៉េចបន្តមកទៀតយើងត្រូវតែឲ្យអ្នក design ហ្នឹងទៅ inspect ការងារជាក់ស្ដែងដើម្បីឲ្យគាត់មើលថាការ design ហ្នឹងវាត្រូវដូចអីដែលភ្ញៀវចង់បានឬព្រោះអ្នក design គាត់បានធ្វើការជាមួយនឹងភ្ញៀវបន្ទាប់ពីសាងសង់ហើយរាល់បញ្ហាទាំងអស់ដែលគាត់មានឬក៏គាត់គិតថាកន្លែងហ្នឹងមិនស័ក្តិសមទេយើងតែងតែយកចិត្តទុកដាក់ទៅលើការងារកែសម្រួលឬក៏ maintenance check ឲ្យគាត់ដើម្បីឲ្យគាត់ពេញចិត្តនៅសេវារបស់យើងជាមួយនឹងការរស់នៅជាក់ស្ដែងសម្រាប់ក្រុមហ៊ុន DR របស់យើងថ្ងៃហ្នឹងក៏បានឈរលើទីផ្សារអស់រយៈពេល7ឆ្នាំជាងដែរយើងបាន feedback ល្អពីភ្ញៀវដោយសារតែការ design របស់យើងទាំងអស់ហ្នឹងបានគិតគូរដិតដល់ទៅលើ space របស់គាត់ទៅលើការប្រើជាក់ស្ដែងរវាងគាត់ជាមួយនឹងគ្រួសារជាកត្តាមួយដែលជំរុញទឹកចិត្តរបស់យើងចង់បន្តទៅមុខនឹងពង្រឹងសេវាកម្មឲ្យមានភាពប្រសើរជាងមុននិងល្អតម្លៃរបស់ស្ថាបត្យករគឺមានប៉ុន្តែត្រូវការឲ្យយើងនឹងចេះឲ្យតម្លៃលើខ្លួនឯងខំប្រឹងស្វែងយល់និងរៀនសូត្រដើម្បីឲ្យតម្លៃស្ថាបត្យកម្មនៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើននិងផ្លាស់ប្ដូរពីមួយកម្រិតទៅមួយកម្រិត